សួស្តីអ្នកទាំងអស់គ្នានេះគឺជាអត្ថបទខ្លីសម្រាប់ការអនុវត្តការស្ដាប់ភាសាខ្មែរតោះមេរៀនទី4អារម្មណ៍ emotion កាលពីយប់មិញខ្ញុំមើលកុនរឿងភាគល្បីមួយជាមួយមិត្តភ័ក្តិរហូតដល់កណ្ដាលយប់ដូច្នេះហើយនៅព្រឹកថ្ងៃនេះខ្ញុំមានអារម្មណ៍អស់កម្លាំងនិងងងុយដេកខ្លាំងណាស់កាលពីម្សិលមិញខ្ញុំបានអវត្តមានពីការងារពេញមួយថ្ងៃដោយសារតែខ្ញុំឈឺក្បាលនិងក្តៅខ្លួនប៉ុន្តែនៅពេលនេះខ្ញុំមានអារម្មណ៍មិនអីទេព្រោះបានលេបថ្នាំរួចហើយខ្ញុំនឹងព្យាយាមធ្វើការងារថ្ងៃនេះឲ្យទាន់ពេលដើម្បីកុំឲ្យមានការងារសល់ច្រើននៅថ្ងៃស្អែកទៀតពាក្យកន្លឹះសំខាន់អស់កម្លាំងងងុយដេកអវត្តមានឈឺព្យាយាមសូមអរគុណជម្រាបលា